សូមស្វាគមន៍មកកាន់វីដេអូទី5មេរៀនទី5ជាទូទៅយើងនឹងសិក្សាផ្សេងគ្នាឬក៏ដូចគ្នាអត់ជាបញ្ហាយើងយកទៅអនុវត្តទៅវាចំទិសដៅតែមួយជាទូទៅអ្នកចែករំលែកគាត់មាន technical របស់គាត់ផ្សេងអញ្ចឹងអ្វីដែលថ្ងៃនេះមេរៀនទី5នេះលោកប្អូននឹងចូលក្នុង Illustrator បន្ថែមហើយយើងស្វែងយល់អំពី technical មួយចំនួនទាក់ទងនឹងការប្រើប្រាស់ពីថ្ងៃមុនយើងរៀនដល់ line ហើយយើងរំលឹកមេរៀនទី4ទាក់ទងជាមួយនឹង tool ហ្នឹងវាមានបូកដកបញ្ចូលគ្នាខ្វាត់ខ្វែងឥឡូវយើងចូលដល់ការគូ shape តែម្ដងហើយនឹង touch ហើយនឹងតែពីរនេះក៏បានដែរអញ្ចឹងការគូ shape គឺវាតាក់ទងគ្នាជាមួយនឹងដូច្នេះត្រូវពិនិត្យមើលទៅលើ shape នេះអាហ្នឹងគឺថាយើងកើតពី shape ទាំងអស់ហ្នឹងហើយអញ្ចឹងវាមាន rectangle shape វាមាន round ហ្នឹងវាមានរូបរាងអញ្ចឹងហើយវាមានតាក់ទងជាមួយនឹង ellipse ហ្នឹងគឺរាងមូលហើយយើងចុច shift ទៅវាអាចមូលចំណុចហ្នឹងអាត្មាមិនបាច់ចាំបញ្ជាក់ជូនលោកប្អូនគាត់ថាមិនបាច់ចាំដល់ស៊ីជម្រៅអីច្រើនទេចាំពេលដែលយើងអនុវត្តទៅក៏យើងអាចស្វែងយល់វាបានកាន់តែច្រើនដែរកាត់ទៅដោយសារមានពេលខ្លះយើងអនុវត្តខ្លួនឯងបន្ថែមអញ្ចឹងនៅក្នុងវាមាន polygon នេះយើងអាចវាយតម្លៃលេខទំហំទៅតាមអ្វីដែលយើងចង់បាន8 9កន្លោនអីចឹងទៅអត់អីទេអញ្ចឹងយើងចូលទៅក្រោមទៀតវាមានពួកផ្កាយហើយយើងចុច Alt វាចេញរូបរាងផ្សេងអាហ្នឹងឃើញទេវាមានការគូសវាសផ្សេងគ្នាហើយនៅក្នុងនោះវាមាន flare tool នេះវាតាក់ទងពលឺទេអានឹងយើងចាំជួបគ្នាក្រោយទៀតឥឡូវយើងស្វែងយល់ពីប្រមាណនឹងសិនអញ្ចឹងកាលណាយើងយល់ដឹងពីប៉ុណ្ណឹងហើយយើងឃើញមាន line ឃើញទេឃើញមាន line ហើយ line នេះយើងអាចដូរនៅកន្លែងនេះដើម្បីឲ្យឃើញហើយមាន line មាន brush tool មានtext tool សម្រាប់ set text ជាដើមគឺយើងមានអស់ហើយយើងបានសិក្សារួចអស់ដែរអញ្ចឹងយើងស្វែងយល់ពីការដូរពណ៌ color យើងអាចដូរពណ៌នៅកន្លែងនេះក៏បានហើយយើងចុចកន្លែងនេះក៏បានអញ្ចឹងនៅក្នុងនេះយើងអាចវាយលេខបានដូចគ្នាយើងវាយ70ឬក៏យើងបន្ថែមពណ៌វាមានដូចជានេះពណ៌លឿង yellow ហ្នឹងលឿងវាទាញទៅលឿងអាហ្នឹងវាអាចវាចូលរួមច្រើននៅក្នុងហ្នឹងវាមាន2 3ពណ៌ហ្នឹងដែលយើងអាចសិក្សាក្នុងហ្នឹងក៏យើងអាចវាយតម្លៃលេខអីផ្សេងបានវាមានច្រើនលោកប្អូនប្រចាំអស់ហើយនៅក្នុងមួយនេះយើងសិក្សាទៅលើប្រមាណ tool ហ្នឹងមាន round មានអីហ្នឹងទាំងអស់ហ្នឹងគឺវាអាចបង្កើតបាននៅរូបភាពជាច្រើនដែលយើងនឹកស្មានមិនដល់វាអាចទាំងអស់នេះអញ្ចឹងចំណុចសំខាន់យើងអាចបង្កើតជា background បានឧទាហរណ៍ថាពេលណាដែលយើងមាន shape មួយហើយ shape ទាំងអស់នេះយើងចង់ច្នៃពណ៌វាឧទាហរណ៍អញ្ចឹងយើងមិនត្រូវការបានមួយទៀតអញ្ចឹងយើងត្រូវការចែកនៅ split វាដើម្បីបានជា column ដែលយើងចង់បានយើងអាច preview បានឃើញទេយើងអាចដាក់break នៅផ្សេងបាន number អីផ្សេងបានទាំងអស់អញ្ចឹងយើងគាត់បង្កើតវាមកហើយយើងអាចធ្វើការexpand វាក៏បានឬក៏មិនក៏បានដែរព្រោះហ្នឹងយើងបានកាត់វារួចអស់ហើយឃើញទេអញ្ចឹងនៅក្នុងករណីនេះយើងអាចដាក់វាជា gradient ណាអញ្ចឹងវាមានច្រើនណាស់ដែលយើងអាចសិក្សាធ្វើវាជា background ហ្នឹងអញ្ចឹងគ្រាន់តែយើងមាន shape ជ្រុងវែងមូលទាំងអស់នេះបង្កើតបានទាំងអស់អញ្ចឹងនៅក្នុងចន្លោះ shape នេះអាចបដូរនៅgradient បានទៀតហើយនៅក្នុងការប្រើប្រាស់ gradient ឬក៏អីផ្សេងហ្នឹងក៏វាមានកំណត់សម្គាល់ដែលយើងអាចទៅយកវាបានផ្សេងដែរដែលយើងអត់ខ្វះទេសម្រាប់ edit ដូចជា edit gradient យើងចង់ edit វាយើងចង់បញ្ឈរវាទៅខាងណាវិញក៏បានដែរក្នុងករណីនេះអញ្ចឹងអត់ជាបញ្ហាទេណាហើយកន្លែងនេះគឺយើងអាចតម្លាក់នៅ opacity ដូចជាចាប់ពី0ឬក៏6យើងតម្លាក់វាទៅម្ដងតិចអញ្ចឹងក៏បានដែរវាមានការច្នៃ background ច្រើនរបៀបឧទាហរណ៍ថាមួយយ៉ាងទៀតគេមាន background បែប
ដំបូងយើងត្រូវប្រើ tool ដែលយើងសិក្សាពីដំបូង magic អញ្ចឹងយើង select ណា magic ហ្នឹងវាចាប់ទាំងអស់ហើយអញ្ចឹងយើងធ្វើការ select ដកអានេះចេញទៅនេះដកនេះ select ចេញមកណាចុចដកវាចេញមកកុំឲ្យប៉ះពាល់មានថាយើងឲ្យវាប៉ះពាល់តែអានេះហេនេះឃើញអញ្ចឹងយើង select វាតែប៉ុណ្្នឹងមកហើយយើងចុច shift វាចោលកន្លែងនេះវិញមកណាអញ្ចឹងអាកន្លែងខ្លះវាចាប់បានកន្លែងខ្លះវាចាប់អត់បានទេឃើញទេអញ្ចឹងអាកន្លែងនេះយើងដកពណ៌ខ្មៅចេញមួយទៀតមកយើងទាញវាទៅអញ្ចឹងគឺយើងចង់ចាប់វាបែបម៉េចវាមានរបៀប tool របស់វាផ្សេងអញ្ចឹងអានេះយើងអាចបដូរពណ៌ទៅជាពណ៌ធម្មតាក៏បានដែរហើយយើងអាចកំណត់សម្គាល់វាឧទាហរណ៍ចាប់ពីកម្រិតវាផ្សេងបានទៀតឧទាហរណ៍ឥឡូវអានេះពណ៌ដែលយើងត្រូវការនេះវាមួយបែបទៀតយើងអាចចន្លោះវាបាននៅក្នុង fleet ហ្នឹងមានន័យថាពេលដែលយើងធ្វើការដាក់វាយើងអាចគ្រីសនៅកន្លែង gutter នេះធម្មតាពេលវាមានលេខអញ្ចឹងវាមាន gutter វានៅនេះអញ្ចឹងយើងអាចចន្លោះវាបាន gutter ហ្នឹងអញ្ចឹងឧទាហរណ៍ថាយើងចន្លោះ gutter ហ្នឹងបានឃើញទេអញ្ចឹងវាមានចន្លោះ gutter ហ្នឹងឧទាហរណ៍ឃើញទេអញ្ចឹងឧទាហរណ៍ថានេះវាមានពណ៌បៃតងអីចឹងទៅអញ្ចឹងអានេះជាពណ៌ដែលយើងអាចយកមកច្នៃបានអញ្ចឹងយើងឧទាហរណ៍ថាចាប់ពីចំណុចប្រមាណពណ៌នេះយើងអាចប្រើវាពណ៌បៃតងចាស់ឧទាហរណ៍អញ្ចឹងដល់ពេលដល់ចំណុចកន្លែង3ខាងនេះយើងប្រើបៃតងចាស់ដែរប៉ុន្តែវាក្នុងកម្រិត quality 50អីចឹងទៅឧទាហរណ៍ឃើញទេអញ្ចឹងយើងអាចតម្លាក់វាតទៅមុខទៀតបាន50សល់20អីចឹងទៅ20មកអានេះសល់10អីចឹងទៅមកដល់កន្លែងនេះសល់5អីចឹងទៅអញ្ចឹងវាមានអារបៀបច្នៃហើយខាងនេះក៏យើងអាចប្រើប្រាស់ដូរអាខាងនេះបានដែរយើងអាចច្នៃពលឺស្រមោលរបស់វាហ្នឹងគឺតាមអ្វីដែលយើងមើលឃើញដូចគ្នានឹងបានទៀតអញ្ចឹងវាជាចំណុចពិសេសដែលយើងអាចកែច្នៃបាននៅក្នុងលក្ខខណ្ឌដែលយើងចង់យកមកប្រើអញ្ចឹងវាមានច្រើនទម្រង់ណាស់ដែលយើងអាចបដិញពណ៌វាពីនឹងទៅទៀតទៅដូចជាបដិញរហូតអញ្ចឹងទៅអានោះវាមានក្នុងការបង្កើត background ច្រើនជាងនឹងទៀតតែបញ្ជាក់អស់ហើយប៉ុន្តែគាត់ដឹងថានៅក្នុងប្រើប្រាស់នៅប្រាស់ក៏ដោយ rectangle នេះក៏ដោយវាមាន mode style របស់វាច្រើនឧទាហរណ៍ rectangle 2អញ្ចឹងយើងចង់បានពណ៌មួយទៀតយើងមើលទៅលើ color របស់យើង library នេះវាអាចមាន color ច្រើនណាស់ដែលយើងនៅក្នុងនេះយើងសឹងថាមិនដឹងថាវាមានពពួកនឹងទៀតនេះអញ្ចឹងវាមានច្រើនដែលយើងមើលឃើញហ្នឹងតែថាក៏សើជាមអត់ដែរតើតាបងចូលទៅពួកនេះអញ្ចឹងវាមាន color របស់វាអញ្ចឹងទៀតទៅយើងចុចសញ្ញាភួយមើលនេះឃើញទេវាមាន option វាទៅអញ្ចឹងរហូតដែលយើងមើលទៅឃើញមាន color ច្រើននៅក្នុងហ្នឹងដែលយើងអាចយកមកប្រើប្រាស់បានអញ្ចឹងណាវាមានច្រើនពេកអញ្ចឹងអាត្មាក៏មើលក្នុងហ្នឹងអស់ដែរតើតបងទៅមើលដោយផ្ទាល់នេះអូខេវាមានពណ៌ផ្សេងដែលយើងអាចយកវាមកកែច្នៃក្នុងហ្នឹងបានរាប់មិនអស់រាប់ម៉ឺនពណ៌ឬក៏យើងអាចលោតចូលនេះអានេះដូចពពួកនេះអញ្ចឹងវាអាចប្រើជំនួសគ្នាបានទៅនេះមកយើងអាចប្រើនៅលើ artboard របស់យើងចេះបានឃើញទេយើងអាចមានកន្លាធំតូចអីចឹងហើយអាហ្នឹងក៏យើងអាចសេរីវាបានដែរវានៅក្នុងពួក scale ពួកហ្នឹងយើងត្រូវទៅកំណត់ scale កំណត់អីវានៅក្នុងហ្នឹងទៀតដើម្បីស្វែងយល់អាហ្នឹងវាចូលតាក់ទងនឹង scale នេះហើយនេះអា to scale ហ្នឹងគឺអាចជំនួយឲ្យអាហ្នឹងវាតូចធំអីចឹងអាហ្នឹងចាំយើងជួបគ្នាបន្តទៀតនៅក្នុងការកំណត់សម្គាល់ទាំងអស់ហ្នឹងគាត់តែបញ្ជាក់ជូនទេអញ្ចឹងវាមានច្រើនហើយក្នុងប្រាស់ហ្នឹងក៏ប្រើមិនអស់ដែរគាត់ប្រហែល tool យើងសិក្សាចិត្តវែងអានេះទៀតនៅច្រើនអាត្មាក៏ចេះមកដែរសង្ឃឹមថាបងទាំងអស់គ្នាអាចយកការសិក្សាមួយស៊ីជម្រៅដោយយើងអនុវត្តលើខ្លួនឯងបានច្រើនស្រាវជ្រាវមើលពីផ្សេងពីអាត្មាចែកម្លែកទៀតរឹតតែល្អធ្វើឲ្យយើងកាន់តែខ្លាំងឡើងអញ្ចឹងសូមជម្រាបលាអរគុណសម្រាប់ការមើលវីដេអូនេះជួបគ្នានៅវីដេអូក្រោយៗទៀត